អ្នកទាំងអស់គ្នាធ្លាប់តែឮខ្ញុំនិយាយថាក្អមសន្ធំព្រលឹងឬក៏ការឃុំព្រលឹងវិញ្ញាណខ្មោចដើម្បីដាក់នៅក្នុងឆ្នាំងដីអញ្ចឹងជាដើមទៅទេអញ្ចឹងវីដេអូមួយនេះគឺខ្ញុំធ្វើវីដេអូដែលនិយាយអំពីការកម្ចាយព្រលឹងវិញ្ញាណវិញអញ្ចឹងការកម្ចាយព្រលឹងវិញ្ញាណរបស់ខ្ញុំនេះគឺខ្ញុំមានមូលហេតុមួយអ្នកទាំងអស់គ្នាមូលហេតុដែលខ្ញុំត្រូវតែកម្ចាយព្រលឹងហ្នឹងដោយសារតែព្រលឹងហ្នឹងវាខូខើព្រលឹងហ្នឹងវាកាចព្រលឹងហ្នឹងធ្លាប់ធ្វើឲ្យគេស្លាប់អ្នកទាំងអស់គ្នាខ្ញុំនិយាយតាមត្រង់ណាអញ្ចឹងខ្ញុំត្រូវតែកម្ចាយព្រលឹងហ្នឹងហើយណាមួយវាដល់ពេលដល់វេលាដែលត្រូវតែកម្ចាយបើសិនជាយើងមិនកម្ចាយព្រលឹងខ្មោចព្រាយបិសាចហ្នឹងទេវានឹងអាចធ្វើឲ្យខ្ញុំមានបញ្ហាវិញអញ្ចឹងក៏ខ្ញុំសម្រេចចិត្តថាខ្ញុំនឹងកម្ចាយព្រលឹងហ្នឹងតែការពិតទៅអ្នកទាំងអស់គ្នាគ្រប់គ្រូដែលធ្លាប់ចិញ្ចឹមខ្មោចចិញ្ចឹមព្រាយគេអត់ដែលបោកបំបែកកម្ចាយព្រលឹងអញ្ចឹងទេដោយគេយកក្អមហ្នឹងទៅកប់ដីឬក៏គេយកទៅបដែតទឹកជាងជាដើមតែដោយឡែកសម្រាប់ខ្ញុំវិញគឺខ្ញុំអត់ធ្វើចឹងទេអ្នកទាំងអស់គ្នាព្រោះខ្ញុំខ្លាចមានបងប្អូនគាត់រើសបានហើយគាត់បោកលេងឬក៏គាត់បកអឋានអីចេញលេងអញ្ចឹងណាខ្លាចមានបញ្ហាទៅដល់គាត់អញ្ចឹងម្ល៉េះហើយមានតែខ្ញុំធ្វើពិធីកម្ចាយព្រលឹងហ្នឹងតែមុននឹងធ្វើការកម្ចាយព្រលឹងហ្នឹងអ្នកទាំងអស់គ្នាគឺខ្ញុំត្រូវមានសិលឹកអឋានសិនដើម្បីមុនពេលឬក៏អំឡុងពេលដែលកំពុងតែកម្ចាយហ្នឹងព្រលឹងហ្នឹងវាខ្ចាយវាខ្លាំងពេកឬក៏ព្រលឹងហ្នឹងវារលាយលឿនអានឹងក៏មានបញ្ហាដែរអញ្ចឹងខ្ញុំត្រូវតែសកត់ព្រលឹងនឹងនៅក្នុងសិលឹកអឋានសិនមុននឹងខ្ញុំធ្វើពិធីក្នុងការបោកក្អមនឹងហើយក្អមដែលខ្ញុំកំពុងតែបោកនឹងវាជាព្រលឹងព្រាយពីរក្បាលនៅក្នុងនោះព្រាយកលាភ្លើងនិងព្រាយសំពងសក់ធំដែលខ្ញុំធ្លាប់ចាប់ព្រលឹងនឹងមកអញ្ចឹងឥឡូវនេះគឺខ្ញុំចាប់ផ្ដើមធ្វើពិធីនៅក្នុងការកម្ចាយព្រលឹងនឹងក៏ដូចជាសន្ធំព្រលឹងនឹងឲ្យទៅនៅក្នុងសិលឹកអឋានវិញមួយវិញទៀតអ្នកទាំងអស់គ្នាខ្ញុំត្រូវតែធ្វើពិធីបែបហ្នឹងដើម្បីឲ្យកម្ចាយព្រលឹងនឹងរួចខ្ញុំនឹងត្រូវធ្វើពិធីទងព្រលឹងខ្មោចតៃហោងម្ដងដែលវីដេអូមុនខ្ញុំនិយាយថាពាក់ព័ន្ធជាមួយនឹងរឿងខ្មោចចិនអញ្ចឹងខ្ញុំត្រូវតែទៅកម្ចាយព្រលឹងហ្នឹងនឹងទងព្រលឹងវិញ្ញាណខ្មោចតៃហោងហ្នឹងឲ្យមកនៅក្នុងក្អមនឹងវិញអញ្ចឹងខ្ញុំអាចទុកពីរក្នុងពេលតែមួយបានទេអ្នកទាំងអស់គ្នាយល់អត់ហើយវីដេអូនេះក៏មានត្រឹមតែប៉ុណ្្នឹងដែរអ្នកទាំងអស់គ្នាអរគុណច្រើន